បើសិនបើលោកអ្នកនាងចង់បានព័ត៌មានផ្ទាល់របស់អាស៊ីសេរីអញ្ជើញលោកអ្នកនាងចុចលើពាក្យថា like ហើយបន្ទាប់មកទៀតចុចលើពាក្យថា subscribe បន្ទាប់មកចុចលើរូបកណ្ដឹងនិងជ្រើសរើសយកពាក្យថា all ចាសសូមជម្រាបសួរលោកអ្នកនាងជាទីមេត្រីសូមស្វាគមន៍លោកអ្នកជាថ្មីមកកាន់នីតិចំណាប់អារម្មណ៍លើព្រឹត្តិការណ៍ជាតិនិងអន្តរជាតិប្រចាំសប្តាហ៍ចាសចង់ដឹងថាតើក្នុងសប្តាហ៍នេះលោកអ៊ុនទៀងនឹងលើកប្រធានបទអ្វីខ្លះអានេះខ្ញុំសូមជម្រាបសួរលោកអ៊ុនទៀងចាសសូមជម្រាបសួរសុខេងហើយក៏សូមជម្រាបសួរប្រិយមិត្ត VD ផងដែរសុខេងនៅក្នុងសប្តាហ៍នេះខ្ញុំចង់លើកយកប្រធានបទស្ដីអំពីការប្រកាសរបស់លោកហ៊ុនម៉ាណែតអំពីការកាន់កាប់ទឹកដីខ្មែរដោយកងទ័ពសៀមហើយប្រធានបទមួយទៀតគឺស្ដីអំពីការចាប់អ្នកសារព័ត៌មានដែលផ្សាយអំពីបញ្ហាកងទ័ពខ្វះខាតទឹកហើយប្រធានបទព័ត៌មានអន្តរជាតិទី1នេះគឺស្ដីអំពីអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកយុនសុកយុលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតហើយប្រធានបទចុងក្រោយគឺស្ដីអំពីលទ្ធផលនៃការចរចារវាងអាមេរិកនិងអ៊ីរ៉ង់លើអាវុធនុយក្លេអ៊ែរចាសសូមអរគុណលោកអ៊ុនទៀងអញ្ចឹងយើងផ្ដើមពីរឿងការប្រកាសរបស់លោកហ៊ុនម៉ាណែតអំពីការកាន់កាប់ទឹកដីខ្មែរដោយកងទ័ពសៀមចាសលោកអ៊ុនទៀងតាមរយៈការផ្ដល់បទសម្ភាសន៍ជាមួយសារព័ត៌មាន Reuters លោកហ៊ុនម៉ាណែតបានលើកឡើងថាកងទ័ពសៀមបានចូលកាន់កាប់ទឹកដីខ្មែរយ៉ាងជ្រៅប៉ុន្តែលោកហ៊ុនម៉ាណែតមិនបាននិយាយថាសៀមឬក៏ថៃឈ្លានពានទេអញ្ចឹងតើហេតុអីចាហេតុអីបានជាលោកហ៊ុនម៉ាណែតមិនប្រើពាក្យថាថៃឈ្លានពានចាសុខេងចំពោះខ្ញុំចំណុចនេះអាចលោកហ៊ុនម៉ាណែតអាចភ្លេចនៃការប្រើពាក្យហ្នឹងឬក៏មានចេតនានៃការបញ្ជានៃការប្រើពាក្យហ្នឹងហើយបើសិនជាមានចេតនាមានន័យថាគាត់បញ្ចង់ឲ្យមានការប្រឈមជាមួយសៀមឬក៏បង្កើនកម្ដៅជាមួយសៀមមានន័យថាព្យាយាមថ្នមសភាពការដើម្បីរងចាំការចូលតុចរចាជាមួយសៀមនៅក្នុងការចរចាការជជែកដោះស្រាយហ្នឹងវាអាចជាបញ្ហាអញ្ចឹងហើយចំណុចមួយទៀតហ្នឹងទោះបីមិនលើកពាក្យឈ្លានពានក៏ដោយប៉ុន្តែចំពោះខ្ញុំការលើកឡើងរបស់លោកហ៊ុនម៉ាណែតនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Reuters នេះវាបង្ហាញនៅការពិតមួយដែលថ្នាក់នាំនៃរដ្ឋាភិបាលប្រទេសកម្ពុជាបានទទួលស្គាល់អំពីការបាត់បង់ទឹកដីរបស់ប្រទេសកម្ពុជាហើយបានទទួលស្គាល់អំពីអ្វីដែលបានកើតឡើងជាការពិតហើយនេះខ្ញុំថាវាជារឿងល្អសម្រាប់ខ្មែរយើងទោះបីលោកហ៊ុនម៉ាណែតបានប្រើពាក្យឈ្លានពានក្រៃប៉ុណ្ណឹងហោចណាក៏បានការប្រកាសនៅការទទួលស្គាល់ចេញជាផ្លូវការពីអ្នកដឹកនាំផ្ទាល់តែម្ដងហើយចំពោះខ្ញុំការលើកឡើងបែបនេះដូចខ្ញុំលើកឡើងខាងដើមគឺជាការបញ្ជាក់ការពិតផងហើយក៏វាជាការបង្ហាញនៅចំណុចខ្សោយរបស់រដ្ឋាភិបាលរបស់គាត់ផងដែរស្គីចាសសូមអរគុណលោកអ៊ុនទៀងប៉ុន្តែក្នុងករណីនេះបើសិនបើការលើកឡើងរបស់លោកហ៊ុនម៉ាណែតថាថៃចូលកាន់កាប់ដីខ្មែរជ្រៅនឹងបានបង្ហាញអំពីចំណុចខ្សោយក្រោមការដឹកនាំរបស់គាត់អញ្ចឹងហេតុអីបានជាគាត់ចាំបាច់ត្រូវលើកឡើងរឿងនឹងពេលហ្នឹងចាហេតុអីមិនចាំរហូតដល់ពេលមានដំណោះស្រាយរវាងខ្មែរនិងសៀមសិនទៅចាសុខេងខ្ញុំថាអត់ជំរឿសតថានៅពេលនេះលោកហ៊ុនម៉ាណែតកំពុងតែធ្វើដំណើរមកប្រទេសអាមេរិកនិងគ្រោងទៅកាន់បណ្ដាប្រទេសមួយចំនួនទៀតនៅក្នុងទ្វីបអឺរ៉ុបហើយនេះជាបេសកកម្មការទូតក្នុងនាមជាមេដឹកនាំនៃប្រទេសមួយហើយដូច្នេះបើសិនបើមិនហ៊ានលើកឡើងទទួលស្គាល់នៅការពិតប្រកាសអំពីការពិតទេតើយកអ្វីទៅនិយាយជាមួយមេដឹកនាំនៃប្រទេសទាំងអស់នោះទៅប្រាប់គេថាម៉េចអញ្ចឹងបើគង់ទៅប្រាប់គេដដែលការប្រកកិច្ចសភាជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដែលមេដឹកនាំនៃប្រទេសផ្សេងៗគេតាមមើលច្រើននេះគឺជាឱកាសមួយនៃការលាតត្រដាងតែម្ដងទៅអញ្ចឹងលាតត្រដាងតាមប្រព័ន្ធផ្សព្វផ្សាយហើយស្របគ្នាហ្នឹងក៏ចំហបែបហ្នឹងនឹងលើកនិយាយជាមួយមេដឹកនាំបរទេសផ្សេងៗដែលគាត់បានជួបហើយយើងគិតមើលប្រសិនបើមេដឹកនាំនៃប្រទេសមួយនៅក្នុងករណីធ្វើបេសកកម្មការទូតបែបនេះហើយមិនហ៊ាននិយាយអំពីអ្វីដែលជាការពិតអ្វីដែលសត្រូវរបស់ខ្លួនកំពុងតែបំពេញមកលើប្រទេសខ្លួនតើយើងទៅធ្វើការទូតនឹងធ្វើរឿងអីបានន័យថាវាជាការទូតមួយដែលអត់ន័យអត់មានលទ្ធផលដូច្នេះមានតែផ្អែកទៅលើការពិតមានតែនិយាយរឿងការពិតអ្វីដែលកំពុងកើតឡើងហ្នឹងឲ្យគេដឹងឲ្យគេឮដើម្បីជំរុញឲ្យគេចូលរួមជួយគាំទ្រនិងជំរុញឲ្យមានដំណោះស្រាយអញ្ចឹងការលើកឡើងនៅពេលនេះគឺជាការចាំបាច់ព្រោះនេះវាជាដំណើរបេសកកម្មការទូតហើយក៏ជាការចាំបាច់ព្រោះនៅពេលនេះគឺជាបេសកកម្មមួយដែលកំពុងតែគៀងគរការគ្រប់គ្រងនិងស្វែងរកជំនួយពីសហគមន៍អន្តរជាតិចំណុចទី2មិនបានរងចាំរហូតដល់មានដំណោះស្រាយជាមួយប្រទេសសៀមចំពោះខ្ញុំអាចលោកហ៊ុនម៉ាណែតអាចមើលឃើញថាការរងចាំឲ្យមានដំណោះស្រាយរវាងសៀមនិងខ្មែររឿងបញ្ហាទឹកដីនេះអាចស៊ីពេលយូរហើយខ្ញុំក៏ឯកភាពចឹងដែរគឺ
មិនងាយនឹងការដោះស្រាយចប់ទេខ្ញុំលើកឧទាហរណ៍តែរឿងប្រាសាទព្រះវិហារសម័យសម្ដេចនរោត្តមសីហនុគ្រប់គ្រងអំណាចយើងគិតមើលសម្ដេចរដ្ឋាភិបាលរបស់សម្ដេចសីហនុគឺបានដាក់ពាក្យប្តឹងទៅតុលាការអន្តរជាតិ ICJ ហើយមានការកាត់ក្តីនៅតុលាការអន្តរជាតិនោះគឺខ្មែរយើងឈ្នះខ្មែរឈ្នះផងមានការគ្រប់គ្រងពីសហគមន៍អន្តរជាតិផងនៅសៀមបញ្ចេញបណ្ដកតបចេញពីភាសាព្រះវិហារទៀតរហូតដល់កងទ័ពខ្មែរធ្វើសង្គ្រាមនឹងវាយប្រហារតទល់នេះផងហើយជំរុញនៅសភាការទូតផងដោយមានផុសតាងជាក់ស្ដែងអំពីការបញ្ជាក់របស់តុលាការយុទ្ធអន្តរជាតិ ICJ ទៀតទើបសៀមទីផុតព្រមដកថយទាំងមិនអស់ចិត្តហើយយើងឃើញនៅសប្តាហ៍ថ្ងៃហ្នឹងការធ្វើសង្គ្រាមការកំទេចប្រាសាទព្រះវិហារការកំទេចប្រាសាទបុរាណនានារបស់ខ្មែរក៏ជាការសងសឹកនៅសេចក្តីក្រៅកាហាយនៅពេលនោះផងដែរចាសសូមអរគុណលោកអន្ទៀងប៉ុន្តែការដែលលោកហ៊ុនម៉ាណែតទទួលស្គាល់ការពិតអំពីចំណុចខ្សោយក្រោមការដឹកនាំរបស់គាត់ហ្នឹងអាហ្នឹងវាជារឿងល្អឬក៏យ៉ាងណាដែរហើយលោកអន្ទៀងមានអីជាការចាប់អារម្មណ៍លើចំណុចហ្នឹងចា៎ចំពោះខ្ញុំថាជារឿងល្អសុខេនៅពេលដែលមេដឹកនាំមួយបញ្ជាពីការពិតវាធ្វើឲ្យប្រជាពលរដ្ឋខ្មែរលងទៅនឹងអ្វីដែលមិនពិតហើយដូច្នេះទង្វើឬក៏សកម្មភាពឬក៏ការគ្រប់គ្រងជាតែមិនពិតទៅអានឹងប្រទេសកាន់តែខ្សោយទៅរហូតដល់យើងឃើញលទ្ធផលជាក់ស្ដែងទៅពេលបច្ចុប្បន្នអញ្ចឹងការទទួលស្គាល់ការពិតនេះជារឿងល្អប៉ុន្តែនេះជារឿងល្អតែមួយទេព្រោះធម្មតាការទទួលស្គាល់ការពិតវាខុសពីការទទួលយកការពិតទទួលយកការពិតហ្នឹងខ្ញុំចង់សម្ដៅថាឥឡូវលោកហ៊ុនម៉ាណែតទទួលស្គាល់អំពីការបាត់បង់ទឹកដីអំពីការចូលគ្រប់គ្រងទឹកដីខ្មែរយ៉ាងជ្រៅដោយកងទ័ពសៀមអញ្ចឹងនៅពេលដែលសៀមព្រមចូលរួមដោះស្រាយនៅពេលនោះតើរដ្ឋាភិបាលនៃប្រទេសកម្ពុជានឹងបង្ហាញតម្លាភាពនៅក្នុងការសម្រេចចិត្តរបស់ខ្លួនដល់ប្រជាពលរដ្ឋខ្មែរអត់ដែលខ្ញុំបារម្ភឧទាហរណ៍ដូចជាមួយព្រំដែនកម្ពុជាជាមួយវៀតណាមអញ្ចឹងនៅពេលដែលយើងក្រោមអធិបុលគេនៅពេលយើងដឹងខ្លួនថាខ្សោយជាងគេវៀតណាមឲ្យធ្វើម៉េចគឺយើងធ្វើអញ្ចឹងយើងសម្រួលយកទៅរួចខ្លួនហើយចុះហត្ថលេខាហើយប្រាប់ប្រជាពលរដ្ឋខ្មែរថាมันមានបាត់ទឹកដីខ្មែរណា1មីលីម៉ែត្រឡាក់អីចឹងទៅហើយវៀតណាមនិងកម្ពុជាគឺមិត្តម៉ឺនឆ្នាំអីចឹងទៅចុះឥឡូវយើងឃើញទម្រាំនៅពេលនេះគឺសៀមធ្វើសកម្មភាពជាក់ស្ដែងគឺវាយលុកសង្កត់ខ្មែរជាក់ស្ដែងអញ្ចឹងតើនៅពេលដែលមានការចរចារហូតដល់ដោះស្រាយតើអេយ៉ាប័តសៀមចំពោះគណៈបដិភូខ្មែរនៅក្នុងបន្ទប់បិទជិតនៃការចរចាយ៉ាងម៉េចហើយការទទួលយកនៅលទ្ធផលនៃការចរចានោះខ្ញុំសង្ឃឹមថាមិនអីទៅចោះគឺខ្ញុំក៏មិនគិតថាមន្ត្រីខ្មែររដ្ឋាភិបាលខ្មែរមិនស្នេហាជាតិទេប៉ុន្តែអ្វីដែលខ្ញុំបារម្ភគឺក្រមសម្ពាធរបស់គេដូច្នេះទៅខ្ញុំថារដ្ឋាភិបាលខ្មែរត្រូវតែមានចំហររំពឹងហើយក្នុងការសម្រេចយកនៅលទ្ធផលនៃការចរចាណាមួយជាមួយសៀមគួរតែបើកចំហឬក៏មានតម្លាភាពជាមួយប្រជាពលរដ្ឋខ្មែរដែលជាម្ចាស់ប្រទេសកុំធ្វើដោយអ្វីដែលលោកហ៊ុនសែនធ្លាប់ធ្វើជាមួយវៀតណាមហើយនឹងចំណុចមួយដែលខ្ញុំចង់ធ្វើការចាប់អារម្មណ៍ចំណុចមួយទៀតដែលខ្ញុំចង់ធ្វើការចាប់អារម្មណ៍ដែរការទទួលស្គាល់ចំណុចខ្សោយក៏ជារឿងល្អដែរប៉ុន្តែគ្រាន់តែនិយាយតែមាត់នៅក៏បង្ហាញទៅទ្រឹស្ដីនៃការទទួលស្គាល់ចំណុចខ្សោយវាអត់គ្រប់គ្រាន់ទេវាត្រូវតែមានទទួលយកនៅការពិតមួយនៃការកែតម្រង់ជាក់លាក់ឲ្យឃើញលទ្ធផលជាក់ស្ដែងឧទាហរណ៍ការកែតម្រង់ការលុបបំបាត់អំពើពុករលួយគឺរួមទាំងការពាក់ព័ន្ធនឹងសមាជិកគ្រួសាររបស់ខ្លួនតើមានហ៊ានចាត់វិធានការនៅក្នុងការចាត់ការតាមផ្លូវច្បាប់អត់ការលុបបំបាត់នៅអំពើបកពួកនិយមក្រុមគូសានិយមនៅក្នុងការតែងតាំងនៅក្នុងការចាត់តាំងឲ្យកាន់ក្រសួងកាន់ទូនទីបកគលអំណាចអីនៅក្នុងស្ថាប័នសាធារណៈស្ថាប័នរដ្ឋអីចឹងវាគួរតែមានការលុបបំបាត់គួរតែផ្អែកទៅលើសមត្ថភាពបច្ចេកទេសនិងបទពិសោធន៍ជាក់លាក់ជាជាងតាមខ្សែតាមរយៈតាមពូជពួងអីចឹងអាហ្នឹងវាមិនធ្វើឲ្យប្រទេសជាតិរឹងមាំទេខ្ញុំឧទាហរណ៍អ្នកខ្លះអត់ដែលធ្វើការកិច្ចការនយោបាយអត់ដែលធ្វើការងារទៅលើការគ្រប់គ្រងការដឹកនាំឯសោះប៉ុន្តែគ្រាន់តែនៅនឹងជាកូនរបស់រដ្ឋមន្ត្រីនៅនឹងកូនមន្ត្រីជំនាន់លោកហ៊ុនសែនអញ្ចឹងទៅនឹងត្រូវតែតតំណែងពីឪពីម្ដាយពីជីតាដូច្នេះទៅវាទីមួយនៅនឹងអត់មានបទពិសោធន៍ហើយក៏យើងមិនច្បាស់រឿងសមត្ថភាពហើយទី2ការកាន់ការងាររបស់អ្នកដែលតកូនតពីឪពីម្ដាយពីជីតាពីបងពីប្អូនចឹងក៏អត់ខ្វល់ទេក៏អត់ខ្វល់នឹងការងាររបស់គាត់ជោគជ័យព្រោះអ្វីដែលគាត់បានមកមិនមែនជាបានដោយសមត្ថភាពមិនមែនបានដោយការខិតខំនេះគឺបានដោយសារតដែលជាគេមរតកពីក្រុមគូសាហើយចំណុចហ្នឹងដែលធ្វើឲ្យប្រទេសជាតិទន់ខ្សោយចំណុចចុងក្រោយការធ្វើបែបហ្នឹងគឺវាអយុត្តិធម៌ណាស់សម្រាប់ប្រជាពលរដ្ឋខ្មែរសម្រាប់វីរៈកងទ័ពខ្មែរសម្រាប់ប្រជាពលរដ្ឋខ្មែរត្រង់ថាប្រទេសហ្នឹងជាប្រទេសទាំងអស់គ្នាហើយពេលដែលប្រទេសហ្នឹងទន់ខ្សោយពេលប្រទេសហ្នឹងរងគ្រោះគឺ
ប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះហ្នឹងគឺមានការរងគ្រោះដោយប្រយោលដូចជាការបាត់បង់ទឹកដីអីចឹងរងគ្រោះដោយផ្ទាល់ដូចជាអ្នកដែលបាត់បង់ផ្ទះសម្បែងអីចឹងហើយក៏អ្នកដែលរងគ្រោះដោយប្រយោលខ្លះទៀតឧទាហរណ៍អ្នកខ្លះដោយសារតែមានបញ្ហាជាមួយប្រទេសជិតខាងអញ្ចឹងរកស៊ីមិនបានហើយក៏មានផលវិបាកអីផ្សេងហើយអយុត្តិធម៌ចំពោះម្នាក់កងទ័ពមានន័យថាអ្នកដែលកាន់តួនាទីតឧស្សាហ៍តពូជពងវងតកូលអញ្ចឹងក៏អត់ខំក៏អត់ខ្វល់ក៏គិតពីបកពួកនិយមក៏គិតពីគឺហាពុកលួយដល់អញ្ចឹងទៅលួយហ្នឹងអត់បានលួយជាតិហ្នឹងគឺខ្សោះដោយសារតែអំពើពុកលួយដោយសារតែតាមយៈខ្សែយៈហ្នឹងហើយពួកហ្នឹងអត់មានទោសទេអញ្ចឹងកងទ័ពជីវភាពកងទ័ពខ្វះមុខខ្វះក្រោយពេលដែលប្រយុទ្ធកងទ័ពអត់មានអាវុធគ្រប់គ្រាន់អត់មានអាវុធដែលមានតុល្យភាពជាមួយនឹងសត្រូវឧទាហរណ៍គេមានដ្រូនយើងអត់គេមានជិតហោះយើងអត់គេបាញ់ផ្សែងពុលយើងអត់មានលទ្ធភាពបាញ់ផ្សែងពុលលើគេវិញគេមានកំភ្លើងធំមានកំភ្លើងតូចគេមានអ្វីគ្រប់យ៉ាងយើងមានខ្លះយើងអត់ខ្លះអាហ្នឹងជារឿងមួយដែលអយុត្តិធម៌ចំពោះកងទ័ពហើយខ្ញុំដឹងវរៈកងទ័ពខ្មែរខ្លះគឺស្លាប់ទាំងបិទភ្នែកបញ្ជិតស្លាប់ទាំងមិនអស់ចិត្តយើងត្រង់ថាការប្រយុទ្ធនេះគឺចាញ់ឬក៏ស្លាប់ដោយមិនមានលទ្ធភាពប្រយុទ្ធស្មើគ្នាมันមានយុទ្ធធម៌នៅក្នុងការប្រយុទ្ធហើយនៅហ្នឹងណាដែលធ្វើឲ្យយើងឲ្យកងទ័ពខ្មែរគ្មានយុទ្ធធម៌នៅក្នុងការប្រយុទ្ធជាមួយសត្រូវគឺពួកអ្នកកាន់អំណាចគឺពួកក្រុមគ្រួសារដែលពួកលួចអស់ហ្នឹងហើយចំណុចមួយទៀតដែលត្រូវកែតម្រង់ដែរគឺការផ្សះផ្សាជាតិគឺការបើកចំហនយោបាយដោះលែងអ្នកទោសនយោបាយអ្នកទោសមនសិការតាមក្រមអ្នកនយោបាយក្រមសង្គមស៊ីវិលទាំងអស់ហើយបើកចំហឲ្យមានការប្រកួតប្រជែងគ្នាទៅតាមគោលការណ៍ជាតៃសេរីភូប៉ាដែលមានចែងនឹងធានាដោយរដ្ឋធម្មនុញ្ញខ្មែរទៅហើយពេលហ្នឹងអ្នកនយោបាយមានការប្រជែងគ្នាក្នុងការបម្រើប្រទេសជាតិក្នុងការបម្រើប្រជាពលរដ្ឋក្នុងការបម្រើកងទ័ពហើយក្រមសង្គមស៊ីវិលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមានការតាមដានមានការផ្សព្វផ្សាយដោយតម្លាភាពហើយប្រជាពលរដ្ឋគាត់តាមដានមើលហើយគាត់នឹងធ្វើការសម្រេចចិត្តជ្រើសរើសនរណាដែលមានផលប្រយោជន៍ចំពោះគាត់ច្រើនជាងនរណាដែលមានផលប្រយោជន៍ចំពោះប្រទេសជាតិច្រើនជាងហើយបើគ្មានការផ្សព្វផ្សាយជាតិគ្មានការបើកចំហនយោបាយបែបនេះទេប្រទេសជាតិនឹងទន់ខ្សោយទៅហើយនៅពេលដែលមានបញ្ហាឈ្លានពានដោយសត្រូវដោយប្រទេសជាតិខាងគឺកងទ័ពជាអ្នកគ្រោះថ្នាក់ប្រជាពលរដ្ឋជាអ្នកឈឺចាប់ជាអ្នករងគ្រោះអាហ្នឹងវាជារឿងមួយដែលបង្កឡើងដោយអ្នកកាន់អំណាចហើយនៅក្នុងការធ្វើឲ្យមានការបែកបាក់ជាតិចំណុចទាំង3នេះខ្ញុំថាជារឿងសំខាន់ហើយនៅពេលដែលធ្វើការចំណងចំណុចទាំង3នេះបានល្អរដ្ឋាភិបាលខ្មែរនឹងមានលទ្ធភាពគ្រប់គ្រាន់ខ្ញុំជឿថានឹងមានលុយគ្រប់គ្រាន់ក្នុងការគ្រប់គ្រងកងទ័ពហើយនិងគ្រួសារកងទ័ពឲ្យមានជីវភាពគ្រប់គ្រាន់និងសមរម្យហើយនឹងមានការផ្គត់ផ្គង់អាវុធគ្រប់បែបយ៉ាងហើយនឹងទាន់សម័យហើយនឹងសមភាពជាមួយនឹងប្រទេសជិតខាងស្ដីចាសសូមអរគុណលោកអន្ទៀងអញ្ចឹងយើងបន្តមកប្រធានបទទី2គឺរឿងការចាប់ខ្លួនអ្នកសារព័ត៌មានដែលផ្សាយរឿងកងទ័ពខ្វះទឹកប្រើលោកអន្ទៀងតើលោកមានការយល់ឃើញបែបម៉េចទៅលើប្រធានបទនេះចា៎សុខេងរឿងកងទ័ពខ្វះទឹកប្រើនេះហើយដែលអ្នកសារព័ត៌មានបានថតបានផ្សាយនេះខ្ញុំមើលវីដេអូហ្នឹងគឺសម្លេងកងទ័ពហ្នឹងក៏បានលើកឡើងយ៉ាងដូចនេះដែរហើយពួកគាត់ទៅដល់កន្លែងជាក់ស្ដែងហើយគាត់បានថតនៅទស្សនវិជ្ជាជាក់ស្ដែងបានផ្សាយហើយសំណួរសួរថាតើអាការផ្សាយហ្នឹងយើងកុំឲ្យចោទថាគេនឹងធ្វើឲ្យបាក់ទឹកចិត្តកងទ័ពឯងប៉ុន្តែសួរថាយើងអ្នកគ្រប់គ្រងនេះយើងធ្វើឲ្យកងទ័ពនឹងប្រឈមមុខបញ្ហាចឹងអត់មានការខ្វះខាតចឹងអត់បើអានឹងជាការពិតមិនទៅចាប់អ្នកសារព័ត៌មានទេណាត្រូវតែផ្ដល់នៅការលើកទឹកចិត្តរបស់គាត់ហើយត្រូវដាក់ទោសទណ្ឌអ្នកដែលទទួលខុសត្រូវដែលធ្វើឲ្យកងទ័ពមានការប្រឈមនឹងការខ្វះខាតចឹងអានឹងទើបជារឿងត្រឹមត្រូវអញ្ចឹងវាត្រូវធ្វើផ្ទុយទៅវិញអានឹងទើបជារឿងត្រឹមត្រូវតែបើមិនពិតឧទាហរណ៍ថារឿងនឹងមិនពិតហើយយើងមានការស៊ើបអង្កេតមានអីជាក់ស្ដែងកងទ័ពអីចេញមកបង្ហាញនៅទស្សនវិជ្ជាជាក់ស្ដែងដែរពួកគាត់នឹងមានមធ្យោបាយដោះស្រាយទឹកមានដងទឹកមានអាងមានស្អីឡាក់មានធុងស្តុកទឹកមានអីបំរុងអីឡាក់គ្រប់បែបយ៉ាងអញ្ចឹងទៅឧទាហរណ៍វាជារឿងពិតរឿងអីរដ្ឋាភិបាលមួយទាំងមូលមានរចនាសម្ព័ន្ធគ្រប់គ្រាន់មានក្រសួងគ្រប់គ្រាន់មានអាជ្ញាធរតាំងពីដែនដីរហូតដល់ថ្នាក់ជាតិមានក្រសួងព័ត៌មានមធ្យោបាយនៃការផ្សព្វផ្សាយមានទូរទស្សន៍វិទ្យុមានប្រព័ន្ធ social media ហ្នឹងគ្រប់បែបយ៉ាងហើយមានលទ្ធភាពលុយរាប់ម៉ឺនរាប់លាននៅក្នុងការបួតឲ្យប្រជាពលរដ្ឋខ្មែរបានឮបានដឹងហេតុអីក៏ខ្លួនឯងមិនហ៊ានតទល់ជាមួយអ្នកសារព័ត៌មានម្នាក់ហើយហេតុអីបានជ្រើសរើសយកវិធានការនៃការចាប់ការបំបត្តិមាត់ហ្នឹងជាការបកស្រាយតទល់គ្នាហើយខ្ញុំថាការមិនជ្រើសរើសយកការបកស្រាយហ្នឹងដោយសារខ្លួនឯងអត់មានអីនិយាយហើយការអត់មាននិយាយដោយសាររឿងហ្នឹងវាអញ្ចឹងមែនអញ្ចឹងអានោះខ្ញុំថាវាជារឿងខុសឆ្គងនៅក្នុងការចាប់អ្នកសារព័ត៌មានដែលផ្សាយរឿងហ្នឹងដូចខ្ញុំលើកឡើងខាងដើមបើសិនជាពិតត្រូវទទួលស្គាល់ត្រូវលើកទឹកចិត្តហើយបើមិនពិតទេយើងធ្វើការបកស្រាយវិញទៅ
ប៉ុន្តែអ្វីដែលខ្ញុំក៏ស្គាល់លើសពីហ្នឹងសុខេកាលកងទ័ពសៀមចូលលុកលុយទឹកដីខ្មែរជាពិសេសនៅតំបន់សាទមន់ក្រោយកិច្ចព្រមព្រៀងថ្ងៃ27ខែធ្នូកន្លងទៅហ្នឹងខ្ញុំឃើញពួកទ័ពសៀមហ្នឹងបានថតនៅបន្ទប់ទឹកមួយរបស់កងវរៈស្រាតូចលេខប្រមាណខ្ញុំភ្លេចទៅនៅតំបន់សាទមន់ហ្នឹងហើយនៅក្នុងវីដេអូដែលសៀមថតហ្នឹងខ្ញុំឃើញគេដាក់សាងសង់បន្ទប់ទឹកកងវរៈស្រាតូចអីលេខប្រមាណនេះចឹងទៅកសាងនៅថ្ងៃប៉ុណ្ណេះខ្ញុំអត់ចាំថ្ងៃប៉ុន្តែខែសីហាឆ្នាំ2025ហើយចំពោះខ្ញុំមានការចាប់អារម្មណ៍ថាមានន័យថានៅមុនខែសីហាហ្នឹងមុនការសាងសង់ហ្នឹងគឺកងទ័ពនៅតំបន់ហ្នឹងអត់មានបន្ទប់ទឹកអីត្រឹមត្រូវចឹងទេខ្ញុំមិនដឹងថាបន្ទប់ទឹកយ៉ាងម៉េចប៉ុន្តែចង់និយាយថាវាអត់មានការសាងសង់ហ្នឹងទេហើយអញ្ចឹងមានន័យយ៉ាងម៉េចមានន័យថាការសាងសង់បន្ទប់ទឹកនៅខែ8ដែលយើងឃើញក្នុងវីដេអូរបស់កងទ័ពសៀមហ្នឹងមានន័យថាក្រោយពីសៀមធ្វើការវាយប្រហារនៅចុងខែកក្កដាឆ្នាំ2025ហ្នឹងហើយអញ្ចឹងបើកុំគេធ្វើការវាយប្រហារអត់ខ្វល់ទេកងទ័ពមានការជួបប្រទះការលំបាកអ្វីអីគឺអត់ខ្វល់ទេដល់ពេលគេធ្វើការវាយប្រហារខែកក្កដាបានមើលឃើញពីការខ្វះខាតបន្ទប់ទឹកពីការលំបាករបស់កងទ័ពបានយកចិត្តទុកដាក់បន្តិចទៅធ្វើអីចឹងទៅអញ្ចឹងរឿងការខ្វះខាតហ្នឹងគឺមានលើសពីហ្នឹងលើសពីអ្វីដែលយើងមើលឃើញចំណុចមួយទៀតសុខេខ្ញុំឃើញនៅក្នុងខ្ញុំទទួលបានលិខិត3លិខិតចុះថ្ងៃ14 16និង17ខែធ្នូឆ្នាំ2025ដោយទីវិជាការសាលជំនាញការពារគីវីសាប្រចាំទិស1ហើយអ្នកដែលចុះហត្ថលេខាលើលិខិតនោះមានលោកឧត្តមសេនីយ៍ឯកឈឹមសវុតនៅក្នុងលិខិតថ្ងៃ14 16លោកឈឹមសវុតហ្នឹងក្នុងនាមអង្គភាពជំនាញការពារគីវីសាប្រចាំទិស1ហ្នឹងបានទៅសេលិខិតមកសម្ដេចប៉ុនសានស្នើសុំព្រះអង្គនឹងនៅម៉ាស់អាហារក្រៀមគ្រឿងទេសអាវក្រោះមួកការពារអីឡើងហើយយើងគិតមើលមានន័យថាម៉េចបានស្នើសុំមានន័យថាខ្វះខាតចំណុចទី2អង្គភាពផ្លូវការរបស់កងទ័ពបែរជាសរសេរលិខិតមកសុំអំណោយពីព្រះសង្ឃពីសប្បុរសជនចុះក្រសួងការពារជាតិចុះអាជ្ញាធរដែនដីក្រសួងពាក់ព័ន្ធបានន័យថាសុំអត់បានន័យថាស្ថាប័នរដ្ឋតាមខ្សែបណ្ដោយឯកពាក់ព័ន្ធទាំងអស់ហ្នឹងអត់មានលទ្ធភាពឬក៏អត់បានគ្រប់គ្រងកងទ័ពឲ្យគ្រប់គ្រាន់ហើយខ្ញុំជឿថាកងទ័ពខ្មែរមានសេចក្តីក្លាហានហើយមានសេចក្តីថ្លៃថ្នូររឿងសុំនេះមិនចង់ទេប៉ុន្តែធ្វើម៉េចខ្វះខាតហើយត្រូវការប្រយុទ្ធត្រូវការអ្វីគ្រប់យ៉ាងគ្រប់គ្រាន់ដើម្បីប្រយុទ្ធហើយដូច្នេះអត់មានជំរឿសក្រៅពីសុំដើម្បីខ្លួនឯងមានលទ្ធភាពប្រសើរជាងការខ្វះខាតហ្នឹងដើម្បីប្រយុទ្ធឲ្យបានប្រសើរអានោះខ្ញុំអត់ទោសមនោះនឹងការស្នើសុំពីទីស្នាក់ការកងទ័ពពីមេបញ្ជាការកងទ័ពឬគឺពីក្រុមកងទ័ពឯងបើគ្នាខ្វះគ្នាអត់សមទេហើយខ្មែរយើងជាពូជមួយថ្លៃថ្នូរយើងមើលល្មមខ្វះខាតល្មមឈឺចាប់ល្មមអត់ហ៊ានប្រាប់គេគឺរសារអត់និយាយអត់ស្ដីទេអញ្ចឹងតើការខ្វះខាតនឹងតល់ដែររឿងមួយទៀតជាទឹកតាងដែរសុខេឃើញស្រាប់ហើយមុនការផ្ទុះអាវុធក្នុងខែកក្កដាឆ្នាំ2025ថ្នាក់នាំរដ្ឋាភិបាលធំចុះទៅតាមបណ្ដោយព្រំដែនខ្មែរសៀមជាពិសេសពេលលោកហ៊ុនសែនចុះទៅយើងឃើញគឺបញ្ជាការកងទ័ពគ្រប់ទិសនៅតំបន់ព្រំដែនហ្នឹងស្នើសុំលោកហ៊ុនសែនហ្នឹងជាអគ្គភស្តុភារសម្រាប់គ្រប់គ្រងកងទ័ពមានន័យថាកងទ័ពមានការខ្វះខាតណាហើយអ្នកដែលកាន់ភស្តុភារហ្នឹងអត់អាចជួយទៅដល់កងទ័ពបានទេមន្ត្រីកាន់ភស្តុភារក្រសួងពាក់ព័ន្ធនឹងភស្តុភារហ្នឹងអត់អាចជួយដល់កងទ័ពបានទេអញ្ចឹងមានសង្ឃឹមតែលោកហ៊ុនសែនទេដែលមានអំណាចកពូលហើយមានលុយចាយបណ្ដោះអញ្ចឹងមានតែសង្ឃឹមលើលោកហ៊ុនសែនហើយយើងឃើញអញ្ចឹងចំណុចទាំងអស់ហ្នឹងបញ្ជាក់ថាកងទ័ពខ្វះខាតដូច្នេះចំពោះខ្ញុំការចាប់អ្នកសារព័ត៌មានទៅពីនេះការចាប់អ្នកសារព័ត៌មានមុនដែលមានការកាត់ទោសរហូតដល់ជាប់ពន្ធនាគារ14ឆ្នាំការចាប់សកម្មជននៃគូវិជាប្រដ្ឋហើយក៏គ្រូបង្រៀនដែលនិយាយពាក់ព័ន្ធរឿងបញ្ហាព្រំដែនខ្មែរសៀមនេះខ្ញុំថាគឺចេតនាទី1គឺបិទបាំងការពិតចំណុចទី2គឺរដ្ឋាភិបាលអត់មានលទ្ធភាពហើយក៏សមត្ថភាពនៅក្នុងការដោះស្រាយបញ្ហានោះទេដែលអត់មានលទ្ធភាពនោះដោយសារការដឹកនាំប្រហែលជិត50ឆ្នាំកន្លងមកនេះដោយគណៈបព្វជិជននោះគឺលុយកាក់អត់មានគិតរឿងការត្រៀមបំរុងហើយក៏ការត្រៀមការរៀបចំនៅក្នុងការបដិងកងទ័ពហើយការផ្គត់ផ្គង់កងទ័ពនេះគឺគិតតែធ្វើម៉េចកប៉ាវហើយនឹងក្រុមគ្រួសារខ្លួនឯងសិនអញ្ចឹងបានយើងឃើញគម្លាតនៃការរស់នៅរវាងកងទ័ពនិងគ្រួសារពួកគាត់គឺខុសគ្នាដូចទាំងដីអញ្ចឹងបញ្ហាទាំងអស់នេះការចាប់ការបបិទបទអ្នកសារព័ត៌មានជាប្រវត្តិគ្រូបង្រៀនអីទាំងអស់នេះគឺជាការបិទបាំងអំពើទុច្ចរិតរបស់ខ្លួនហើយនឹងអំពីចេតនារបស់ខ្លួនដែលมันមានលទ្ធភាពដោះស្រាយក្នុងពេលបច្ចុប្បន្នហើយក៏អាចខ្ញុំមិនចោទទេប៉ុន្តែអាចជាចេតនាមិនចង់ដោះស្រាយបញ្ហាទាំងអស់ហ្នឹងអញ្ចឹងសិទ្ធិចិត្តអង្គដល់សត្រូវសិទ្ធិចិត្តសម្រួលជាមួយសត្រូវហើយ
បាត់បង់ការពិតនៅក្នុងប្រទេសហើយអ្នកដែលវេទនាអ្នកដែលរងគ្រោះគឺកងទ័ពនិងប្រជាពលរដ្ឋខ្មែរ ចាសសូមអរគុណយើងស្លេះពីរឿងព្រឹត្តិការណ៍ជាតិប៉ុណ្ណេះសិនយើងបន្តមកព្រឹត្តិការណ៍អន្តរជាតិគឺរឿងអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកយូនសុកយុលត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារមួយជីវិតលោកអន្ទៀងហេតុអីបានជាលោកយូនសុកយុលត្រូវបានកាត់ទោសបែបនេះចា៎ សុខេងរឿងការកាត់ទោសអតីតប្រធានាធិបតីកូរ៉េខាងត្បូងលោកយូនសុកយុលហ្នឹងគឺវាពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ដែលកើតឡើងក្នុងខែធ្នូឆ្នាំ2024កាលនោះលោកយូនសុកយុលជាប្រធានាធិបតីនៅក្នុងតំណែងហើយលោកបានធ្វើការប្រកាសនៅច្បាប់អាជ្ញាសិទ្ធិហើយក្រោយពីការប្រកាសនៅច្បាប់អាជ្ញាសិទ្ធិហ្នឹងលោកបានបញ្ជូនទាហានទៅបិទគប់មន្ទីររដ្ឋសភាដើម្បីផ្អាកដំណើរការសភាហើយទង្វើទាំងអស់ហ្នឹងត្រូវបានតុលាការនៅក្នុងស្រុកមួយនៅក្នុងទីក្រុងស៊ីអ៊ូលនៃប្រទេសកូរ៉េខាងត្បូងនោះបានរកឃើញថាទង្វើដែលលោកយុនសុកយុលធ្វើហ្នឹងគឺមានទោសអំពីការដឹកនាំនៅការបះបោរមួយនៅក្នុងស្រុកដែលនាំឲ្យមានចលាចលនៅក្នុងស្រុក ចាសសូមអរគុណលោកអន្ទៀងប៉ុន្តែថាតើអ្វីជាការកត់សម្គាល់របស់លោកពាក់ព័ន្ធរឿងការកាត់ទោសអតីតប្រធានាធិបតីកូរ៉េខាងត្បូងឲ្យជាប់ពន្ធនាគារមួយជីវិតនេះចា៎ សុខេចំពោះខ្ញុំចំណុចទី1គឺវាបង្ហាញនៅប្រព័ន្ធប្រជាធិបតេយ្យឬក៏ដំណើរការនីតិរដ្ឋនៅក្នុងប្រទេសកូរ៉េនឹងខ្លាំងយើងអាចឆ្លុំចាំងថាលោកយុនសុយុលថ្មីបាគាត់នៅក្នុងជាតំណែងប្រធានាធិបតីគឺនៅក្នុងខែធ្នូ2024គាត់ប្រកាសច្បាប់អាជ្ញាសិទ្ធិក៏អីចឹងគាត់មិនមានអំណាចបញ្ជាគ្រប់ក្រសួងគ្រប់ស្ថាប័នឲ្យធ្វើអ្វីៗទៅតាមគាត់អាហ្នឹងយើងឃើញជាក់ស្ដែងចឹងហើយទី2យើងឃើញការដែលនាំខ្លួនគាត់ទៅឃុំខ្លួននៅក្នុងពន្ធនាគាររហូតដល់ការកាត់ទោសទៀតឆ្លុះបញ្ចាំងថាអំណាចនៅក្នុងប្រទេសកូរ៉េហ្នឹងគឺមានភាពរឹងមាំទៅតាមប្រព័ន្ធនីតិរដ្ឋមានន័យថារដ្ឋាភិបាលធ្វើឲ្យខ្លួនឯងជាប្រធានាធិបតីមិនអាចទៅគ្រប់គ្រងតុលាការមិនអាចទៅគ្រប់គ្រងសភាទេហើយចំណុចហ្នឹងជារឿងសំខាន់ហើយឲ្យស្ថាប័នដែលមានអំណាចមួយហ្នឹងឧទាហរណ៍តុលាការនិងសភាហ្នឹងគឺមានអំណាចដោយរបស់គេទៅផ្ទាល់ហើយគេធ្វើការទៅតាមទូនទីអំណាចដែលមានការចែងនៅច្បាប់ហើយដូច្នេះខ្ញុំឃើញនេះជាការបញ្ជាក់នៅភាពរឹងមាំនៃប្រព័ន្ធប្រជាធិបតេយ្យនិងដំណើរការនីតិរដ្ឋរបស់ប្រទេសកូរ៉េខាងត្បូងប៉ុន្តែអ្វីដែលលើសពីហ្នឹងសកេការលើសពីហ្នឹងគឺការទទួលយកនៅតម្លៃប្រជាធិបតេយ្យនៅតម្លៃនីតិរដ្ឋរបស់ប្រជាពលរដ្ឋកូរ៉េខាងត្បូងអ្នកនយោបាយកូរ៉េខាងត្បូងហ្នឹងគឺស៊ីជម្រៅយើងឃើញថ្មីបើលោកយុនសុយុលកាលនោះនៅក្នុងអំណាចប៉ុន្តែសូម្បីតែមន្ត្រីមួយចំនួននៅក្នុងគណៈបកគាត់ហ្នឹងគឺអត់ធ្វើតាមគាត់ផងហើយឥឡូវនេះមន្ត្រីមួយចំនួនតូចដែលធ្វើតាមគាត់ដែលស្រាប់តាមបញ្ជាគាត់ហ្នឹងក៏កំពុងតែជាប់ពន្ធនាគារតាមរយៈការកាត់ទោសហ្នឹងដែរគឺអ្នកខ្លះជាប់20ឆ្នាំជាងអីឡើងឧទាហរណ៍ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម័យគាត់ហ្នឹងគឺជាប់ពន្ធនាគាររហូតដល់ជាង20ឆ្នាំឯណោះហើយយើងឃើញនៅពេលនោះនៅពេលដែលប្រកាសឲ្យលោកយុនសុយុលនៅមានទូនាទីនិងអំណាចជាប្រធានាធិបតីឡើយប៉ុន្តែសមាជិកសភាខាងគាត់ហ្នឹងក៏មិនមានការគ្រប់គ្រងគាត់ដែរគឺសមាជិកសភានៅតែសម្រុកចូលទៅប្រជុំទាំងខាងគាត់ទាំងខាងប្រឆាំងចូលទៅប្រជុំហើយប្រជាពលរដ្ឋថ្មីបើគាត់មានអ្នកគ្រប់គ្រងមកបាតកម្មគ្រប់គ្រងគាត់អីចឹងប៉ុន្តែប្រជាពលរដ្ឋកូរ៉េច្រើនលើសលប់នៅក្នុងការបាតកម្មប្រឆាំងទៅនឹងសេចក្តីប្រកាសរបស់គាត់ហើយទៅនឹងទង្វើរបស់គាត់ហើយទាមទារឲ្យមានចំណាត់ការផ្លូវច្បាប់លើគាត់ហើយទីបំផុតក្រមមន្ត្រីដែលពាក់ព័ន្ធនឹងអំពើពុករលួយក្រមមន្ត្រីដែលពាក់ព័ន្ធទៅនឹងការស៊ើបអង្កេតរឿងបទឧក្រិដ្ឋផ្សេងៗគឺគេធ្វើការតាមទូនាទីរបស់គេដូច្នេះចំណុចទាំងអស់នេះជារួមទី1ប្រព័ន្ធរឹងមាំទី2គឺការទទួលយកបាននៅប្រជាពលរដ្ឋគេអំពីតម្លៃនៃប្រជាធិបតេយ្យនិងនីតិរដ្ឋហើយការភ័យខ្លាចរបស់ពលរដ្ឋគេអំពីរបបផ្ដាច់ការអំពីប្រព័ន្ធផ្ដាច់ការដូច្នេះហើយគេមានការប្រចាំប្រែងហើយចំពោះខ្ញុំថានេះកូរ៉េគួរតែជាគំរូមួយនៅក្នុងការរៀនសូត្ររបស់ប្រទេសផ្សេងៗអំពីដំណើរការប្រជាធិបតេយ្យពួកការដើមដោយកូរ៉េខាងត្បូងនេះក៏គ្រប់គ្រងដោយប្រធានាធិបតីផ្ដាច់ការរបបផ្ដាច់ការជាបន្តបន្ទាប់ប៉ុន្តែទីបំផុតប្រជាពលរដ្ឋកូរ៉េខាងត្បូងងើបឡើងបះបោរទម្លាក់នៅរបបផ្ដាច់ការនិងមានរបបផ្ដាច់ការទាំងអស់នោះក៏បានចាប់កកើតនៅកម្ដៅប្រជាធិបតេយ្យនិងកសាងប្រព័ន្ធប្រជាធិបតេយ្យរឹងមាំរហូតដល់បច្ចុប្បន្ននេះចាសសូមអរគុណលោកអន្ទៀងយើងនៅសល់ប្រធានបទអន្តរជាតិចុងក្រោយមួយគឺរឿងលទ្ធផលនៃការចរចាលើសំណុំរឿងអាវុធនុយក្លេអ៊ែរចាសប្រធានបទនេះនឹងខ្ញុំមានតែមួយសំណួរទេថាតើការចរចានេះនឹងមានលទ្ធផលបែបណាខ្លះចាសសុខេងខ្ញុំមើលការចរចានេះចេតនារបស់អាមេរិកគឺមាន2ចំពោះខ្ញុំចំណុចទី1ចង់ផ្លាស់ប្ដូររបបផ្ដាច់ការអ៊ីរ៉ង់នឹងចេញហើយចំណុចទី2ចង់លុបបំបាត់នៅអាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ចោលទាំងស្រុង
អញ្ចឹងបើសិនជាចំណុចទី1មិនបានក៏បានចំណុចទី2ដែរប៉ុន្តែការចរចាបច្ចុប្បន្ននេះគឺស្ថិតនៅក្នុងភាពក្តៅកគុកហើយពុំមានផ្លែផ្កាគឺខាងអ៊ីរ៉ង់ចោទប្រកាន់ថាគណៈប្រតិភូអាមេរិកដែលទៅចរចានោះដោយគ្រាន់តែទៅដើរលេងប្រគប់កិច្ចហើយគ្មានចេតនានៅក្នុងការដោះស្រាយបញ្ហាហើយខាងអាមេរិកក៏មិនបានផ្សាយអំពីដំណើរការនៃការចរចានោះយ៉ាងម៉េចទេប៉ុន្តែគ្រាន់តែថាអាមេរិកចង់ឲ្យមានលទ្ធផលមួយជាក់លាក់ប៉ុន្តែទទឹមពេលគ្នាហ្នឹងគឺរដ្ឋាភិបាលនៃអាមេរិកនេះបានបង្កើននៅវត្តមានកងទ័ពអាមេរិកជាបន្តបន្ទាប់នៅតំបន់សមុទ្រជុំវិញប្រទេសអ៊ីរ៉ង់ហ្នឹងហើយជាមួយគ្នានេះគឺដូចយើងឃើញគឺមុនពេលចាប់ផ្ដើមចរចានេះគឺអាមេរិកបញ្ជូនកងទ័ពទៅហើយប្រទេសអាមេរិកគឺលោកដូណាល់ត្រាំក៏មានការជួបជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលនៅក្នុងទីក្រុង Washington DC នេះមុននឹងដំណើរការចរចាហើយយើងដឹងគឺអ៊ីស្រាអែលមានចេតនាគឺចង់បំផាក់ធ្ងន់អ៊ីរ៉ង់ចង់ដកអាវុធនុយក្លេអ៊ែរចេញពីអ៊ីរ៉ង់ព្រោះបណ្ដាប្រទេសផ្សេងៗនៅជុំវិញអ៊ីស្រាអែលសុទ្ធតែមិនរីករាយជាមួយប្រទេសអ៊ីស្រាអែលទេជាពិសេសសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ហ្នឹងប៉ុន្តែបណ្ដាប្រទេសទាំងអស់នោះសុទ្ធតែទទួលបានការគ្រប់គ្រងពីអ៊ីរ៉ង់ដូច្នេះកាលណាអ៊ីរ៉ង់ធ្លាក់អ៊ីរ៉ង់ទន់ខ្សោយឬក៏លុបបំបាត់អាវុធរបស់អ៊ីរ៉ង់បានគឺអ៊ីស្រាអែលបានដកបន្លាចេញពីទ្រូងច្រើនដកការបារម្ភអំពីសន្តិសុខរបស់ខ្លួនបានច្រើនហើយដូច្នេះចំពោះខ្ញុំជាចេតនារវាងអាមេរិកនិងអ៊ីស្រាអែលទី1គឺចង់ធ្វើការផ្លាស់ប្ដូររបបនឹងហើយទី2បើសិនជាมันមានការផ្លាស់ប្ដូរដូចខ្ញុំថាអញ្ចឹងគឺចង់បានការលុបបំបាត់នៅអាវុធនុយក្លេអ៊ែរហ្នឹងអញ្ចឹងលទ្ធផលរហូតដល់ពេលនេះអត់បានទេអត់ទាន់មានផ្លែផ្កាទេប៉ុន្តែបើយើងមើលតាមបណ្ដាសារព័ត៌មានផ្សេងៗនៅពេលដែលអាមេរិកតម្លើងកងទ័ពជាបន្តបន្ទាប់ជាមួយនឹងអាវុធធុនធ្ងន់នោះខាងអ៊ីរ៉ង់នោះក៏មានការសមយុទ្ធហើយមានការប្រុងប្រៀបជាច្រើនហើយជាមួយគ្នានោះគឺខាងអ៊ីស្រាអែលនោះក៏គេបានតម្លើងកម្រិតនៃការប្រុងជើងការទៅដល់កងទ័ពគេក៏ក្នុងកម្រិតខ្ពស់ហើយចំពោះខ្ញុំសនាយោមាន2ទី1អាមេរិកអាចទទួលយកត្រឹមលទ្ធផលនៃការលុបបំបាត់អាវុធនុយក្លេអ៊ែរទាំងស្រុងរបស់អ៊ីរ៉ង់ហើយទី2អាចនឹងមានសង្គ្រាមនៅក្នុងការផ្លាស់ប្ដូររបបតែម្ដងដូច្នេះមានន័យថាការចរចាហ្នឹងទោះបីពេលហ្នឹងអត់មានលទ្ធផលក៏ដោយប៉ុន្តែលទ្ធផលយ៉ាងតិចបំផុតក៏អាចនឹងមានការលុបបំបាត់អាវុធនុយក្លេអ៊ែររបស់អ៊ីរ៉ង់ទាំងស្រុងដែរសកេត ចាសសូមអរគុណលោកកន្ទៀងនេះខ្ញុំសូមជម្រាបលាចា៎